អ្នកទាំងអស់គ្នាមើលចុះនាងមិនត្រឹមតែវាយកូនប្រុសខ្ញុំទេថែមទាំងគំរាមគ្រួសារខ្ញុំទៀតនាងជាស្រីតូចសោះមិនក៏ក្អេងអាងម្លេះនាងឯងពូកែគំរាមណាស់មែនទេចង់ធ្វើប្រពន្ធដល់ខ្លាំងណាស់មែនខ្ញុំប្រាប់នាងដឹងខ្ញុំតែខាត់មិនលែងឡើយនាងមានវាសនាត្រឹមជាស្រីតូចមួយជីវិតវាល្អណាស់ទុកពីនាងក្អេងអាងទៀតមើលមនុស្សស្រីអត់ទេខ្មៅដូចជានាងគួរតែត្រូវវាហើយអ្នកទាំងអស់គ្នាជួយវាទៅវាគិតឡានខ្ញុំជាអ្នកទទួលខុសត្រូវតែខាត់មិនត្រូវស្រីតូចនេះរួចឡើយពួកអ្នកឯងធ្វើបែបនេះគឺខុសច្បាប់ត្រូវជាប់គុកណាជាប់គុកស្អីទោះប៉ូលីសមកដល់ក៏គេចាប់ស្រីតូចដូចជានាងឯងមុនដែរវាទៅឯងចាយលុយអស់ប៉ុន្មានថ្ងៃនេះត្រូវខ្ជាក់ចេញមកវិញអស់